នេះថ្ងៃចុងសប្តាហ៍នៅក្នុងចិន្តាមានអារម្មណ៍ថាអបសក់ក៏ទាញម៉ូតូជិះដើរផ្សងព្រេងលេងបន្តិចទៅនេះកន្លែងនេះសតតែព្រៃតោះបងប្អូនមកផ្សងព្រេងមួយខ្ញុំមានតាណាឆ្ងាយទេនៅតាមផ្លូវមកពីសាលាខ្ញុំនឹងឯងទស្សនភាពស្ពានផ្ទាយមើលពីជ្រុងខាងលិចឈៀងត្បូងបិទទឹកអើយព្រែកនេះអស់ហើយរឿងស្រកអស់ហើយខាងនេះព្រោះជាខែប្រាំងខែ11ខែប្រាំងខែហ្នឹងខែ11ឡើងទី20ជាងហើយតនេនេះជិះមកលេងផ្លូវថ្មីទៀតហើយបិទទេសភាពពេលហ្នឹងឡើងខៀវស្រងាត់បំរុងទៅមើលថ្ងៃលិចនោះនៅខាងនោះខាងចុងផ្លូវបានមានកន្លែងស្លាស់កន្លែងនេះសិតតែព្រៃអត់មានឃើញថ្ងៃលិចទេសពថ្ងៃនេះមនុស្សម្នាក់ខំប្រឹងបំពេញការងាររៀងខ្លួនដើម្បីតែចិញ្ចឹមជីវិតជាពិសេសអ្នកដែលមានគ្រួសារមានកូនចៅច្រើននៅក្នុងបន្ទុកគឺគាត់ខំប្រឹងណារត់ទៅពេលសម្រាប់អីគ្មានទេដើម្បីផ្គត់ផ្គង់ឲ្យកូនអីបានរៀនបើខ្ញុំនេះអ្នកនៅលើមែនក៏ខំប្រឹងដែរដើម្បីផ្គត់ផ្គង់ឪពុកម្ដាយហើយបងប្អូនអីខ្លះដែរប៉ុន្តែយើងត្រូវតែលៃពេលវេលាសម្រាប់លំហែខ្លះបើធ្វើទៅការពេលគឺ stress ខ្លាំងណាស់គាត់ជាឈឺលែងមានកម្លាំងទៅធ្វើការបន្តទៀតហើយកន្លែងដើរលេងរបស់ខ្ញុំនៅគ្មានណាឆ្ងាយទេគឺនៅក្បែរអីហ្នឹងពេលណាយើងសាមញ្ញលុយច្រើនរកពេលវេលាសម្រាប់ខ្លះទៅយើងទៅដើរលេងនៅឆ្ងាយទៅប៉ុន្តែបើយើងចូលរវល់ការងារចឹងនេះមកលេងចិត្តនេះទៅមកលេងព្រៃអីចឹងមកតោះអញ្ចឹងបងប្អូនចំណាយពេល20នាទីទៅផ្សងព្រេងជាមួយខ្ញុំកន្លែងនេះមានផ្លូវចុះមួយតែណែចោតសាក់ចុះទៅបន្តិចនឹងជាផ្លូវអីគេហងផ្សងព្រេងតោទុកលើថ្មនេះជាបន្លាយដែលគេជីកធ្វើផ្លូវអូដឹងផ្លូវគេមករកអីហ៎សាប់ព្រៃផាគេជីនតោជីកង់កានេះសាដាំប្រេងខ្យល់តូចតនេមែនតែនកូននេះនៅរុកព្រៃលេងតាត់ក្លាហានហ៊ានដើរទៅមកតទេព្រោះមិនតំបន់ភូមិសាស្ត្ររបស់ខ្ញុំផងតែប៉ុណ្ណឹងបានហើយហ៊ានទៅទៀតទេទៅរមតោវិញកើតទេចាំមកលេងទៅពិតជាតនេមែនតែនខ្ញុំថ្ងៃណាមួយទៅដើរផ្សងព្រេងឲ្យចូលព្រៃចូលអីម្ដងបោះតង់ខាងព្រៃតែរកពេលតនេគ្មានទេឥឡូវហ្នឹងកន្លែងដែលខ្ញុំទៅលេងនេះគឺជាផ្លូវថ្មីអមសងខាងព្រៃបន្ទាយលើកមុនជិះតាមនឹងម្ដងហើយឥឡូវនឹកទៅលេងម្ដងទៀតតែហ៊ានទៅតែពេលមេឃអត់ភ្លៀងទេតែមេឃភ្លៀងដីជាប់លបាប់ហើយអូព្រះចាននេះនឹងថ្ងៃប្រហែលកើតប្រហែលរយហើយទេអូដូចជាមិនសមថ្ងៃសិលឥឡូវនេះព្រះចានផាយជា8កើតថ្ងៃនឹង9កើតទៅអូយមេឃឡើងស្អាតពណ៌ខៀវតាមពិតគោលដៅរបស់ខ្ញុំមិនមែនចង់រកព្រៃទេតែងាកទៅឃើញផ្លូវចុះទៅក្រោមសាក់ចុះលេងតិចទៅលើកមុនវាទឹកលិចអស់ចឹងទៅមើលឃើញផ្លូវទេគោលបំណងរបស់ខ្ញុំគឺចង់ទៅថតថ្ងៃអស់ស្ដង់គុតទៅថតសាន់សិតនៅកន្លែងស្ពានទៅលើកមុនឃើញមានស្ពានអុយពីរអញ្ចឹងទៅលេងកន្លែងនោះទៀតឃើញតែស្លាស់ល្អហើយខែនឹងត្រូវគេច្រូតហើយអីចឹងទៅប៉ុន្តែនេះទេសភាពតាមដងព្រៃឡើងស្អាតដែរហ្នឹងត្រូវនឹងខែនឹងអុយចោលបបពីជើងមកជាអស់ធ្វើឲ្យអារម្មណ៍របស់យើងគឺស្រស់ថ្លារសាយអស់ទុកកង្វល់ទាំងប៉ុន្មានម្យ៉ាងថ្ងៃស្អែកនេះគឺជាថ្ងៃអាទិត្យជាថ្ងៃ holiday បានសម្រាប់នៅផ្ទះហើយអញ្ចឹងមានអីឲ្យត្រូវគិតទៀតការងារយើងទុកម្ដុំសិនតែបើការងារបញ្ញាប់ហ្នឹងគឺត្រូវធ្វើមកឲ្យគេដដែលហ្នឹងចេះទៅតន់តែថ្ងៃអត់តន់ចូលរុនបាត់ទេនេះទេសភាពឡើងស្អាតអូយឡើងពណ៌មាសមើលទៅកុំអីបើនៅរន្តិចទៀតហ្នឹងគឺថ្ងៃលិចបាតខ្ញុំចេញពីសាលាហ្នឹងម៉ោង5ជាងដែរហើយតម្រាំតែមកដល់កន្លែងហ្នឹងអីទៀតហ្នឹងតែវាមិនឆ្ងាយប៉ុន្មានទេចុះពីផ្លូវដែលខ្ញុំត្រូវទៅផ្ទះហ្នឹងនេះកន្លែងស្ពានដែលខ្ញុំថានោះគេមានស្ពាន2នៅខាងមុខមួយក្រោយនេះមួយហ្នឹងចុះលេងកន្លែងហ្នឹងសិននៅកន្លែងហ្នឹងគឺស្ងប់ស្ងាត់ល្អមែនតែនសូម្បីតែម៉ូតូមួយគ្មានក្នុងពេលខ្ញុំជិះមកហ្នឹងឡើងស្ងប់ស្ងាត់ល្អប៉ុន្តែទៅពេលថ្ងៃបានហើយពេលយប់មិនកើតទេដោយអត់មានមនុស្សចឹងខ្លាចដែរហ្នឹងពេលយប់តែអ្នកភូមិហ្នឹងគេដើររកត្រីដើររកកែបអីប្រហែលជាគេមិនខ្លាចទេតែខ្ញុំនេះគឺជាអ្នកពីចម្ងាយទេមិនដឹងជាម្ដុំហ្នឹងគេហៅអីទេហួសពីព្រៃបន្ទាយហើយនោះប្រហែលជាចូលទឹកដីមហាសួនហើយមើលទៅស្ពានឈើសម្រាប់ឆ្លងពីម្ខាងទៅម្ខាងអូយដើរសំដែងតិចសិនទៅម្នាក់ឯងទៅបានណាគេជួយថតឲ្យទៅណាក៏ពុជជើងកាមេរ៉ាតាមដែរឥឡូវនោះតាំងពីបានទិញឲ្យជើងអីគេ tripod AI អីវាតាមខ្លួន
នេះចង់ថតរូបប្រហែលអីក៏បានដែរក៏ថាថតមិនស្អាតដូចគេសេរីឲ្យទេយើងដើរទៅណាវាដើរទៅតាមយើងហើយអូយឡើងទៅជាអអត់មានតោគេមកមួយគេឆ្ងល់ទៀតថាមកធ្វើអីមកធ្វើអីទេមកលេងចុះដើរតាមGoodbye យកទៅពេលនេះខ្ញុំរៀនចេះដើរលេងខ្លួនឯងហើយព្រោះមិនដឹងជាប្របួនអ្នកណាដើរលេងជាមួយទៀតទេបើស្មិទ្ធភ័ក្រទេកាលពីមុនទៅជុំគ្នាបានច្រើនតែឥឡូវម្នាក់គឺលវរៀងខ្លួនរាល់ពេលជួបជុំគ្នាបានទេអញ្ចឹងមានតែរៀនដើរម្នាក់ឯងខ្លះហើយ alone ម្នាក់ឯងក៏មានក្តីសុខម្នាក់ឯងមិនស្លាប់ទេគ្រាន់តែឯកាបន្តិចហើយអត់មានអ្នកថតរូបឲ្យថតខ្លួនឯងហើយ vlog របស់ខ្ញុំក៏មកដល់ទីបញ្ចប់តែប៉ុណ្ណាសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនារហូតដល់ចប់អ្នកមិនបានមើលដល់ចប់ក៏អរគុណដែររដូវខ្យល់បង់ការរីកស្រង់បំប្រង